បងស្ត្រីណាខ្លះដែលកំពុងមានការធ្លាក់សមកសន្តានបែបនេះក៏ដុំស្អិតដូចបាយម៉ាដូចជាកតិចកដាចាដូចជាម្សៅឆាត្រូវទឹកឬក៏ដូចជាជីអញ្ចឹងការធ្លាក់សមកបែបនេះគេហៅថាបញ្ហាជំងឺផ្សិតណាបងប្អូនចាហើយពពួកមេរោគផ្សិតនេះភាគច្រើនហ្នឹងគឺវាកកើតពីខាងក្នុងជញ្ជាំងទ្វីមាបងប្អូនគឺវាក្តាំងជាប់នៅខាងក្នុងតែម្ដងឬក៏ពេលខ្លះវាអាចจะមានការហៀឬក៏មានការធ្លាក់ចេញមកខាងក្រៅបើសិនជាពពួកមេរោគផ្សិតនេះវាកកើតឡើងច្រើនវាអាចមានការហៀឬក៏ធ្លាក់ជាប់ខាងក្នុងបងប្អូនដែលបងប្អូនអាចសង្កេតឃើញលក្ខណៈមកសភាពកកដុំដូចជាម្សៅឆាត្រូវទឹកចាខាប់ស្អិតទៅនឹងជាប់ខោក្នុងរបស់បងប្អូនតែអ្វីដែលបងប្អូនអាចកំណត់សង្កត់បានគឺធ្វើឲ្យបងប្អូនរមាស់ដៅក្រហាយឈឺផ្សាប្របាក់នឹងការទ្រាំមែនទែនបងប្អូនស្ត្រីដែលគាត់កាប់ផ្សិតទៅគាត់យល់ពេលដែលគាត់កាប់ផ្សិតធ្វើឲ្យគាត់មានការលំមាស់ចាក់ស្គៀប្របាក់នឹងការទ្រាំប្របាក់នឹងការគេងនៅជាមួយគ្រួសារធ្វើឲ្យគាត់ស្ងួតពេលគេងនៅមួយគ្នារៀងកាហាយរៀងឈឺជាងផ្សាជាពិសេសធ្វើឲ្យគាត់បាត់បង់ចំណងផ្លូវភេទតែម្ដងចាហើយបញ្ហាជំងឺផ្សិតនេះវាកើតឡើងដោយសារកត្តាអីទី1ទៅលើការអនាម័យបំបានត្រឹមត្រូវទៅលើតំបន់ពិសេសរបស់បងប្អូនស្ត្រីដែលគាត់ចូលចិត្តប្រើទឹកអនាម័យលាងសម្អាតផ្ដេសផ្ដាស់ឬក៏មានកម្រិតជាតិកាត់ច្រើនមានក្លិនក្អូបខ្លាំងចាំមានសារធាតុគីមីយកមកលាងសម្អាតទៅលើតំបន់គីមីបងប្អូនធ្វើឲ្យបាត់បង់ពពួកបាក់តេរីល្អឬក៏ប្រព័ន្ធការពារមេរោគផ្សិតនឹងស្ត្រីដែលគាត់ប្រើប្រាស់ទៅលើប្រភេទថ្នាំសាសច្រើនលើកម្រិតការញ៉ាំរបបអាហារអត់ល្អចូលទៅដូចជាគ្រឿងផ្អាប់គ្រឿងហឹរឬក៏របស់ប្រៃផ្អែមអីច្រើនវាធ្វើឲ្យប្រព័ន្ធភាពស៊ាំរាងកាយបងប្អូនមានការចុកសោយហើយពពួកជំងឺផ្សិតនេះបងប្អូនគឺបង្កផលប៉ះពាល់ខ្លាំងមែនទែនបើសិនជាបងប្អូនអត់រកដំណោះស្រាយភ្លាមទេចាអញ្ចឹងទី1ពេលដែលស្ត្រីកាត់ផ្សិតធ្វើឲ្យគាត់មានការរមាស់ក្តៅក្រហាយផ្សាស្ងួតពិបាកក្នុងការទ្រាំពិបាកក្នុងការគេងនៅជាមួយគ្រួសារជាពិសេសគឺមានការធំក្លិនអត់ល្អទេបងប្អូនចាក្លិនជូរក្លិនឆ្អាបក្លិនផ្អូមក្លិនរាងស្អុយខុសប្រក្រតីដែលធ្វើឲ្យគាត់បាត់បង់ទំនុកចិត្តនិងសុភមង្គលក្នុងការគេងនៅជាមួយគ្រួសារផលប៉ះពាល់ទី2បើសិនជាស្ត្រីទុកយូរធ្វើឲ្យមេរោគផ្សិតនេះបង្កទៅជាបញ្ហារ៉ាំរ៉ៃចាពិបាកក្នុងការព្យាបាលប្រើថ្នាំទៅមិនងាយបាត់ប្រើថ្នាំទៅគឺមិនងាយជាទេជាពិសេសសម្រាប់បងប្អូនស្ត្រីដែលគាត់កើតផ្សិតញាប់មួយឆ្នាំពី3ទៅ4ដងឡើងទៅគឺគាត់ជួបបញ្ហាហ្នឹងហើយបើសិនជាគាត់កាត់យ៉ាងយូរអាចធ្វើឲ្យគាត់ប្រឈមទៅលើបញ្ហាលើជាតិស្ករបញ្ហាទឹកនោមផ្អែមកាពះពោះវៀនឬក៏ប្រឈមទៅលើបញ្ហាតម្រងនោមអីជាដើមទៀតចាហើយផលប៉ះពាល់ទី3គឺធ្វើឲ្យស្ត្រីប្រឈមទៅលើការរលាកកោសិកាទ្វីមាសបើស្ត្រីរលាកទ្វីមាសក៏ធ្វើឲ្យគាត់ងាយវិវត្តទៅជាការរលាកដល់ដៃស្បូនរលាកមាត់ស្បូនឬក៏រលាកស្ទប់រដូវធ្វើឲ្យរដូវគាត់មកអត់ល្អជាដើមអញ្ចឹងពេលដែលស្ត្រីមករដូវអត់ល្អធ្វើឲ្យទ្វីមាសគាត់ចាប់ផ្ដើមមានការស្ងួតសម្រស់របស់គាត់ចាប់ផ្ដើមស្អាតចាមុខឡើងជាប់ឡើងអាចរយសក់ជ្រុះខុសប្រក្រតីចាប់ផ្ដើមអស់កម្លាំងហេវហត់ជាដើមជាពិសេសគឺធ្វើឲ្យគាត់ប្រឈមទៅលើបញ្ហាពិបាកក្នុងការមានកូនហើយបើសិនជាមានបញ្ហាផ្សិតរ៉ាំរ៉ៃខ្លាំងឈានដល់ដំណាក់កាលធ្ងន់ធ្ងរអាចព្យាបាលមិនងាយជានឹងអាចប្រឈមទៅលើបញ្ហាមហារីកមាត់ស្បួនបានចាដូច្នេះសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងមានការកើតទៅលើបញ្ហាជំងឺផ្សិតឬក៏កំពុងមានការធ្លាក់សមកសន្តានដោយអ្នកគ្រូលើកឡើងខាងលើនេះអានឹងគឺជាបញ្ហាជំងឺផ្សិតឲ្យបងប្អូនអញ្ចឹងសូមកុំបន្តទុកទៀតបញ្ញាក្នុងការរកដំណោះស្រាយតនបញ្ហាបងប្អូននៅតិចអាចដោះស្រាយបានដូចនេះសម្រាប់បងប្អូនស្ត្រីដែលគាត់កំពុងស្វែងរកដំណោះស្រាយឬក៏ធ្លាប់ដោះស្រាយបញ្ហាផ្សិតច្រើនដងច្រើនលើច្រើនសារហើយនៅតែអត់បាត់នៅតែអត់ជានៅតែកកើតឡើងមកវិញបងប្អូនអាចតាក់ទងមកខាងអ្នកគ្រូឥឡូវនេះបានអ្នកគ្រូមានដំណោះស្រាយដែលអាចជួយពុកម៉ែបងប្អូនពិសេសគឺមាន feedback និងអតិថិជនជាច្រើនដែលគាត់ទទួលការដោះស្រាយប្រើប្រាស់ជាមួយខាងអ្នកគ្រូគាត់ទទួលបានសុខភាពល្អប្រសើរឡើងវិញដូចគ្នាដូច្នេះសម្រាប់បងប្អូនស្ត្រីដែលកំពុងមានបញ្ហាសូមកុំបន្តភាពស្ទាក់ស្ទើរតាក់ទងមកខាងអ្នកគ្រូឥឡូវនេះដើម្បីទទួលបានការពិគ្រោះនិងប្រឹក្សាយោបល់ដែលឥតគិតថ្លៃ